và lâu dương cầm pung nơi prasat trung bà prasat trung mà lâu khơi kỹ bợt ở một chỗ đó không vậy bà ní chia rụp prasat trung từ nề đầy bà prasat trung là từ nề đầy ở đây mà lên ban tam khơi khâu thuyền từ kháng sát bị dán bật một trọ thằng lạnh rụp sát prasatនេះស្អាតនៅពេលល្ងាចយើងអាចមើលថ្ងៃលិចបាននៅទីតាំងទីតាំងនេះគឺមើលថ្ងៃលិចបានស្អាតប្រាសាទជ្រុងក៏សាងនៅចុងសតវត្សទី12ខាងក្នុងកន្លែងគេបងប្អូនជាប្រដ្ឋខ្មែរយើងមកគោរពបូជានៅផ្នែកខាងក្នុងអូបងប្អូនអាចមកលេងនៅទីនេះបានបាទដើមឈើដោះនៅចុកជ្រុងនៃប្រាសាទដែរនេះអប្សរាក៏មានអប្សរាដែរនេះគ្នាទ្វារបញ្ឆោតរូបនេះរូបអីគេនេះផ្កាម្លិះក៏ផ្កាម្ដួលផ្កាម្លិះហ្នឹងមើលទៅមិនគិតអូមានគេមកលេងហ្នឹងពេលនេះអាចមកលេងនៅបាននេះអាចមកថ្ងៃលិចបានបងប្អូនបើចង់មើលថ្ងៃលិចអាចមកទីនេះបានបាច់ទៅភ្នំម្ខែងយើងមានប្រាសាទភ្នំម្ខែងដើម្បីមើលថ្ងៃលិចហើយនៅនេះយើងក៏អាចមើលថ្ងៃលិចបានដែរនៅប្រាសាទជ្រុងនេះថ្ងៃលិចបើឡើយមិនទាន់លិចទេថ្ងៃនេះខ្ពស់អញ្ចឹងនេះគឺតលេអ៊ំដែលគេមក pre wedding មកអីគឺនៅហ្នឹងណែ lost